សួស្តីបងប្អូនទាំងអស់គ្នាចឹងវីដេអូនេះដែរខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបធ្វើការ unfriend អ្នកដែលគេអត់ដែលមានប្រតិកម្មឬក៏លេងcomment like share អីយើងទេគឺគេបង្កើតឲ្យ add ឲ្យគេຕົកចោលចឹងណាបងប្អូនចឹងយើងធ្វើការ unfriend អ្នកទាំងអស់នោះចោលគាត់ន័យថាពួកគាត់អត់មានសកម្មភាពអីលេងជាមួយយើងទេអញ្ចឹងធ្វើឲ្យប៉ោង friend របស់យើងប៉ុន្តែអត់មានសកម្មភាពអញ្ចឹងស្មើនឹង account ដែលអត់មានមនុស្សលេងអញ្ចឹងយើងធ្វើការ unfriend ទាំងអស់គ្នាអញ្ចឹងជាដំបូងសូមបងប្អូនធ្វើតាមខ្ញុំណាបងប្អូនណាដំបូងបងប្អូនចុចទៅលើពាក្យ friend ហ្នឹងមកដល់ត្រង់នេះសូមបងប្អូនចុចបន្តទៀតបងប្អូនចុចពាក្យថា manage អូខេមកដល់ត្រង់នេះសូមបងប្អូនរើសពាក្យខាងលើបងប្អូនណាកន្លែងរូបមនុស្សពីរហ្នឹងនេះអញ្ចឹងនេះសិតតែជា friend ដែលគាត់ជា friend របស់យើងប៉ុន្តែគាត់អត់សូវមានសកម្មភាពអីមមាញឹកនៃការលេងជាមួយយើងទេមិនថាយើងផុសរូបភាពព្រោះអីទេគឺគាត់អត់ដែរចូលមើលគាត់អត់ដែរ like អត់ដែរ comment អីទេអញ្ចឹងបើបងប្អូនចង់ unfriend គាត់បងប្អូនចុចទៅលើ unfriend ម្ដងមួយមកប៉ុន្តែបើបងប្អូនចង់ធ្វើការមើលឲ្យគាត់ថាខ្ញុំចង់លុបទាំងអស់ព្រោះអីអ្នកទាំងអស់នោះគឺគាត់អត់សូវមានសកម្មភាពលេងជាមួយយើងទេបងប្អូន unfriend ចោលម្ដងទាំងអស់ក៏បានដែរគឺបងប្អូន select យកទាំងអស់បងប្អូននេះកន្លែងនេះយើងធ្វើការ select ហើយយើងធ្វើការ unfriend យកតែម្ដងឧទាហរណ៍ថាខ្ញុំ select មកខ្ញុំ select ទាំងអស់អញ្ចឹងពួកគាត់ស្ទើរអត់សូវមានសកម្មភាពអីលេងជាមួយខ្ញុំទេណាបើគាត់តែ add មក add ហើយគាត់ add ចោលអីចឹងណាបងប្អូនអូខេខ្ញុំធ្វើការ select ទាំងអស់ហ្នឹងហើយឧទាហរណ៍ថាឥឡូវខ្ញុំ select ប៉ុណ្ណេះចឹងណាបងប្អូនណាអញ្ចឹងខ្ញុំ select រួចហើយខ្ញុំចុចលើពាក្យថា unfriend យកតែម្ដងហើយបងប្អូនចុចទៅលើពាក្យថា unfriend បន្តទៀតទៅចំដល់កន្លែងនេះខ្ញុំបានធ្វើការ unfriend អស់31នាក់បងប្អូនណាអញ្ចឹងនេះរបៀប unfriend ងាយៗបងប្អូនអាចធ្វើតាមវីដេអូនេះបានអរគុណ